ជម្រាបសួរសួស្តីបងប្អូនអរគ្នាបាទជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទផាន់នីជាបន្តទៀតបាទថ្ងៃនេះខ្ញុំសូមជូនវីដេអូមេរៀនមួយតាក់ទងនឹងការរៀនពុះបត iPhone 16 Plus បាទជាចំណុចចាប់ផ្ដើមគឺយើងចាប់ផ្ដើមពីការប្រើប្រាស់ WOM គឺខ្ញុំជ្រើសរើសយក WOM WL ដើម្បីយកមកធ្វើការពុះបាទបត16 Plus ហ្នឹងហើយរយៈកម្ដៅនិងរយៈពេលគឺខ្ញុំប្រើកម្ដៅ220បាទទៅលើការពុះបត16 Plus ហ្នឹងហើយខ្យល់សំទោសរយៈពេលខ្ញុំប្រើអាច4បាទ3ទៅ4នាទីបាទមិនឲ្យលើសពី5នាទីទេបាទយើងអាចមកល្មមថាយើងអាចគៀកវាឡើងបានយើងគៀកវាឡើងមកបាទអញ្ចឹងតេតទៅមួយកម្ដៅហើយនឹងរយៈពេលហ្នឹងខ្ញុំបានរៀបរាប់ហើយបងប្អូនអាចកត់ទុកក៏បានបាទ share វីដេអូនេះមួយទុកមើលថ្ងៃក្រោយពេលណាដែលជួបបតប្រភេទហ្នឹងងាយស្រួលក្នុងការពុះតែម្ដងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងថតឲ្យអ្នកគ្នាមើលថាកន្លែងគ្រោះថ្នាក់កន្លែងណាខ្លះបាទអញ្ចឹងហើយយើងធ្វើមិនខ្លះដើម្បីឲ្យវាសុវត្ថិភាពបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងបន្តពីការសូកបាទសូកប្រឡោះរមើលកន្លែងណាដែលសុវត្ថិភាពជោគវាខ្ញុំតែងតែសូកគៀកលោមើលឃើញលោសំណវាលឿនជាងការរំពឹងទុករបស់យើងបាទអញ្ចឹងតែ2នាទីទៅចូលដល់ក្បែរ3នាទីគឺវាចាប់ដើមហុយបែបនេះឯងបាទអញ្ចឹងមានន័យថាវាកំពុងតែដល់អង្សាមួយដែលយើងអាចនឹងកោះវាបានហើយបាទប៉ុន្តែវាសំណវាអត់ទាន់ជ្រាយអញ្ចឹងខ្ញុំគៀកអញ្ចឹងហើយខ្ញុំតែងតែជ្រើសរើសយកកន្លែងណាដែលមានសុំធំហើយខាងចុងនោះខ្ញុំអត់សូកវាមុនទេអាហ្នឹងវាដឹងតែលីមុនហើយកន្លែងខាងលើនេះវាក្រាស់អញ្ចឹងវាប្រកាសជាលាយក្រោយអញ្ចឹងតែកន្លែងហ្នឹងលាយកន្លែងផ្សេងក៏លាយដែរសំណបាទអញ្ចឹងយើងសូកជើងមកបាទខ្ញុំរៀនបាទសូកលូកជើងមកមើលឃើញថាវាចំហបន្តិចគឺយើងអាចតើកវាឡើងបានហើយយើងផ្អៀងកបិតជោគរបស់យើងហ្នឹងបាទផ្អៀងយើងញុកគៀងអញ្ចឹងមើលតែចំហបន្តិចនេះឃើញទេចំហប៉ុណ្នេះគឺបើន័យថាវាអាចតើកបានហើយបាទតើកបានតែខាងហ្នឹងលាយខាងផ្សេងលាយទាំងអស់ហើយដូចខ្ញុំបាននិយាយអញ្ចឹងបាទអញ្ចឹងការចាប់នេះត្រូវប្រយ័ត្នតិចមានកន្លែងខ្លះតំបន់ខ្លះគ្រោះថ្នាក់យើងមិនចេះចាប់ទេបាទកែងបតបាទអញ្ចឹងពេលដែលយើងពុះបានហើយយើងមកពិនិត្យមើលកន្លែងជើងកន្លែងអីចឹងទៅបាទអញ្ចឹងកន្លែងដែលខ្ញុំនិយាយពីការប្រយ័ត្នហ្នឹងគឺកន្លែងនេះបាទកន្លែងនេះគឺជាអ៊ីប្រុំរបស់ BB Baseband បាទអានេះគេហៅថា IC IME អីចឹងទៅបាទហើយអានេះ IC Baseband អញ្ចឹងការសូកការអីហ្នឹងកន្លែងនេះវាចំកែងតែកាលណាយើងសូកជ្រៅពេកបុកកែងកញ្ចក់ហ្នឹងបែកចប់ហើយបាទព្រោះអីយើងឃើញហើយគឺបត16 Plus នេះ CPU វិសេភ្លើងគឺនៅកាត់ក្រោមបាទហាត់នេះគឺនៅកាត់ក្រោមដែរប៉ុន្តែ Baseband ហើយនឹងអ៊ីប្រុំវានៅកាត់លើបាទហើយបតកាត់លើស្ដើងជាងកាត់ក្រោមអញ្ចឹងធ្វើឲ្យរៀងរឹងតិចអញ្ចឹងពេលដែលយើងពុះហើយយើងមកមើលជុំវិញ CPU អីចឹងទៅហើយមើលជើងសុំវាមានដាច់ជើងមានអីអត់ចឹងណាបាទតែបតដែលការពុះនេះគឺល្អហើយអត់អីទេអត់មានគ្រោះថ្នាក់អីទេយើងមើលទៅលើសុំវាខាងលើខាងក្រោមគឺគ្មានដាច់ទេបាទហើយប្រភេទជើងវាគឺបែបនេះឯងបាទវាបែបនេះហើយនេះក្នុងវីដេអូនេះខ្ញុំគ្រាន់តែនិយាយពីការពុះឲ្យវាសុវត្ថិភាពតែប៉ុណ្្នឹងទេហើយនឹងវីដេអូក្រោយយើងនឹងនិយាយពីការសម្អាតសុំអីចឹងទៅឬក៏ធ្វើអីផ្សេងៗជាងទៀតបាទអញ្ចឹងបងប្អូនអាច share វីដេអូនេះទុកមួយបាទជាចំណេះដឹងទៅថ្ងៃក្រោយបាទអញ្ចឹងឃើញថាវាស្អាតល្អហើយសំណក៏អត់មានលេខ CPU ដែរបាទគឺវីដេអូយើងមានប៉ុណ្្នឹងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលា